នារីជាគ្រូស្នេហ៍ដែលជួលមនុស្សប្រុសធ្វើជាសង្សារហើយតែងតែនិយាយពាក្យអសុរោះនៅលើបណ្ដាញសង្គមពេលនេះលោកជំទាវហ៊ុនស៊ីណាតស្នើឲ្យក្រសួងពាក់ព័ន្ធចាត់ការហើយប្រិមិត្តជាទីមេត្រីមហាជនកំពុងមានការចាប់អារម្មណ៍ជាមួយនឹងស្ត្រីម្នាក់ដែលតាំងខ្លួនថាជាគ្រូស្នេហ៍ហើយជាពិសេសគឺបានបង្ហាញនូវសកម្មភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងបរិបទនៅតាមបណ្ដាញសង្គមមានដូចជាសកម្មភាពអោបថើបនិងសកម្មភាពផ្សេងទៀតដែលមើលទៅគឺពិបាកភ្នែកមើលយ៉ាងខ្លាំងដែលមិនស័ក្តិសមជាស្ត្រីខ្មែរសោះដោយឡែកទៀតនោះតាក់ទងទៅនឹងរឿងអ្នកគ្រូស្នេហ៍ឈ្មោះថាពិសីដែលបានលក់ក្រមួនស្នេហ៍ហើយយកលុយដើម្បីមកធ្វើការជួលបរិះធ្វើជាសង្សារហើយដើម្បីបង្កើតនូវមាតិកានៅលើបណ្ដាញសង្គមមិនត្រឹមតែប៉ុណ្ណោះក្រោយពីរឿងនេះត្រូវបានល្បីប្រងព្រឹត្តនៅលើបណ្ដាញសង្គមធ្វើឲ្យលោកជំទាវចិត្តធរហ៊ុនស៊ីណាតក៏បានចេញនៅវីដេអូ live ហើយបានលើកអំពីករណីនេះដោយលោកជំទាវបានស្នើឲ្យក្រសួងពាក់ព័ន្ធដែលជាពិសេសមានដូចជាក្រសួងកិច្ចការនារីក្រសួងព័ត៌មានក៏ដូចជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីពិនិត្យលើបញ្ហានេះជាពិសេសគឺផ្ដោតលើការផលិតមាតិកាដែលជួលបរិះធ្វើជាសង្សារនេះជាបន្ទាន់ពីព្រោះរឿងនេះគឺពាក់ព័ន្ធទៅនឹងតម្លៃវប្បធម៌សិលធម៌នៅក្នុងសង្គមដោយសារតែមាតិកានីមួយៗរបស់ស្ត្រីនេះគឺបានបង្ហាញនូវសកម្មភាពមិនគប្បីនៅលើបណ្ដាញសង្គមក៏ដូចជាពាក្យសម្ដីមិនសមរម្យផងដែរបាទប្រិមិត្តតាក់ទងទៅនឹងរឿងនេះដោយយោងតាមប្រសាសន៍របស់លោកជំទាវហ៊ុនស៊ីណាតបានលើកឡើងថាតាក់ទងទៅនឹងករណីចម្លែកថ្មីដែលយកលុយជួលប្រុសធ្វើជាសង្សារនេះគឺបានល្បីសុសសាយនៅលើបណ្ដាញសង្គមបន្ទាប់ពីមានបញ្ហាមិនចោះសម្រុងគ្នាហើយនៅពេលដែលសួរករណីនេះទៅកាន់លោកជំទាវមួយចំនួននោះគាត់ថាអត់បានមើលផងចឹងហើយលោកជំទាវថាលោកជំទាវធ្វើការ live នេះដើម្បីឲ្យបានមើលបាទគឺដើម្បីឲ្យក្រសួងទាំងប៉ុន្មាននោះគឺបើកប្រណេតមើលផងដោយសារតែពួកគាត់ឆ្លើយថាមិនបានមើលអញ្ចឹងលោកជំទាវជាអ្នកធ្វើការ live ឲ្យមើលវិញដោយស្នើទៅកាន់ក្រសួងពាក់ព័ន្ធទាំងអស់ឲ្យជួយពិនិត្យមើលតាក់ទងទៅនឹងមាតិការបស់ស្ត្រីនេះដែលបានផលិតឡើងគឺមានផលប៉ះពាល់ជាពិសេសគឺស្ត្រីដែលជួបបរិះធ្វើជាសង្សារនេះគឺបាននិយាយក៏ដូចជាប្រើនៅពាក្យពេចន៍មិនសមរម្យនៅលើបណ្ដាញសង្គមជាសាធារណៈក្នុងនោះផងដែរលោកជំទាវបានបញ្ជាក់ថាតើលោកជំទាវមានតួនាទីអីដែលត្រូវមកនិយាយអំពីរឿងនេះអញ្ចឹងលោកជំទាវតបទៅវិញថាគឺលោកជំទាវអាងទៅលើសញ្ញាឆ្នោតមួយសញ្ញាដែលលោកជំទាវបានបោះដើម្បីឲ្យអ្នកជាប់ជាតំណាងហើយការជាប់របស់អ្នកគឺអ្នកត្រូវគោរពតួនាទីគឺមើលរះអញ្ចឹងបើអ្នកមិនពិនិត្យមើលតើរះរំពឹងអី